រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថាភាពដៃគូរវាងក្រសួងកសិកម្មកម្ពុជាក្រុមអឺរ៉ុបនិងដៃគូនានាកំពុងផ្ដល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងការគ្រប់គ្រងធនធានធម្មជាតិយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីពីបេសកកម្មរួមគ្នារវាងកម្ពុជានិងក្រុមអឺរ៉ុបទៅកាន់បណ្ដាខេត្តនៅភាគឦសានបានបញ្ជាក់ថាកាលពីថ្ងៃទី17-18 ខែសីហាឆ្នាំ2026ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមជាមួយនឹងឯកឧត្តម Migo Trisman ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញបេសកកម្មក្នុងខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាដែលរួមមានខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបេសកកម្មនេះបានគូបញ្ជាក់ពីការបដិញ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រុមអឺរ៉ុបក្នុងការលើកកម្ពស់កសិកម្មធន់និងការប្រែប្រួលអាកាសធាតុប្រព័ន្ធចំណីអាហារធន់ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្នដោយចាប់ផ្ដើមពីខេត្តត្បូងឃ្មុំគណៈប្រតិភូបានអញ្ជើញទៅទស្សនាសហគមន៍កសិកម្មជ័យរុងរឿងដែលទទួលបានការគាំទ្រពីកម្មវិធីសេវាកម្មកសិកម្មដើម្បីបរិយាបន្នសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មកសិកម្មដើម្បីពិនិត្យមើលការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃឆ្លើយតបនឹងអាកាសធាតុនិងបច្ចុប្បន្នភាពនៃគំនិតផ្ដួចផ្ដើមភ្ជាប់ទីផ្សារបន្តទៅខេត្តក្រចេះបេសកកម្មបានផ្ដោតលើតំបន់អភិរក្សផ្សោតទន្លេមេគង្គគ្រប់គ្រងដោយរដ្ឋបាលជលផលនិងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបេស៊ិកនិងសហភាពអឺរ៉ុបដោយការការពារប្រភេទសត្វកម្រនេះត្រូវធ្វើឡើងទន្ទឹមគ្នានឹងការបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋនៅតាមសហគមន៍ខេត្តចុងក្រោយគឺខេត្តស្ទឹងត្រែងគណៈប្រតិភូបានចុះទស្សនកិច្ចនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងសហគមន៍កសិកម្មចំបក់ព្រមទាំងទីតាំងគម្រោងនៅក្រោមភាពជាដៃគូរវាងសហភាពអឺរ៉ុបអាល្លឺម៉ង់កម្ពុជាសម្រាប់វិស័យកសិកម្មនិងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពដែលអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ GIZ និងដៃគូពាក់ព័ន្ធដើម្បីគាំទ្រដល់ការកែច្នៃក្រោយការប្រមូលផលនិងការធានាគុណភាព